ស្អាតណាបងប្អូនអើយទទួលបានត្រីពីក្រុមការងារម្សិលមិញពីត្រីព្រៃមកពីចិត្តព្រំដែនវៀតណាមមកកំពុងប្រាច់ហើយយើងចាំអាថៃយើងប្រកាសរាល់ថ្ងៃហ្នឹងរៀងចង់ stress ពេលមើលអាពីរនេះរីករាយស្អាតក្រៃលែងបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអត់មានអីច្រើនទេខ្ញុំបង្ហាញត្រីក្រំដែលខ្ញុំចាំហ្នឹងហើយជាពិសេសមានត្រីព្រៃ2មកពីកំពង់ត្រាច់នៅក្បែរព្រំដែនវៀតណាមមកក្រុមការងារគាត់យកឲ្យម្សិលថ្ងៃហ្នឹងហើយតែបានថតថ្ងៃនេះបង្ហាញជូនបងប្អូនមើលបងប្អូនច្បាស់ជាអាចស្គាល់ខ្ញុំខ្លះហើយព្រោះខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់មានបទពិសោធន៍ចាប់ត្រីក្រឹមតាមព្រៃនៅពីក្មេងៗហើយក៏ខ្ញុំចូលចិត្តចិញ្ចឹមត្រីក្រឹមបែបរបស់ខ្មែរយើងដែរបងប្អូនណាអញ្ចឹងមករយៈក្រោយនេះខ្ញុំរៀងស្ងាត់អត់សូវបានទៅចាប់ត្រីឬក៏អត់បានចេញវីដេអូទេហើយថ្ងៃនេះមានអារម្មណ៍ថាស្រស់ស្រាយធ្លាប់តែយើងមករយៈក្រោយនេះយើងចិញ្ចឹមត្រីប្រកាសខ្លួនឯងវាមិនសូវជាពេញចិត្តអីចឹងណាមៀតធំអីពេកអីចឹងទៅហើយក្រុមការងារគាត់យកត្រីឲ្យម្សិលថ្ងៃហ្នឹងហើយខ្ញុំមើលទៅដាក់វាអួតទៅអូវាមានអារម្មណ៍ថាវាដាស់អារម្មណ៍យើងឲ្យយើងនឹងបន្តប្រកាសត្រីខ្មែររបស់យើងណាហើយខ្ញុំនឹងព្យាយាមប្រកាសត្រីខ្មែររបស់យើងវិញជប់ប្រកាសត្រីកាត់ហើយត្រីខ្មែរអាចនឹងថាទិញត្រីខំគួយឬក៏មានពេលវេលាខ្ញុំទៅចាប់ត្រីនៅកំពង់សោមដែលយើងនៅហ្នឹងយកមកប្រកាសជាយាមកាត់ត្រីខ្មែររបស់យើងវិញល្អជាងព្រោះមើលត្រីខំឲ្យខ្ញុំប្រកាសអាកូនកាត់នេះមិនសូវមានជាអារម្មណ៍ថារីករាយស្រស់ថ្លាយហ្មងទេបើចូលមើលត្រីខំខ្មែររបស់យើងនេះអូអេមសកាធម្មជាតិអីធម្មជាតិមុខបៃតងស្អាតចឹងខែ9នេះខ្ញុំទៅស្រុកខ្ញុំនឹងចាប់នៅម្ដុំនឹងយកមកប្រកាសខ្លះហើយអាចប្រកាសនៅកំពង់សោមខ្លះមានដោយសារមួយរយៈនេះខ្ញុំជាប់រវល់កិច្ចការខាងរៀនសូត្រអត់សូវមានពេលអញ្ចឹងខ្ញុំចប់ហើយនៅក្នុងអាទិត្យក្រោយហ្នឹងអញ្ចឹងខ្ញុំនឹងព្យាយាមចេញវីដេអូកំសាន្តតាក់ទងជាមួយត្រីក្រឹមត្រី7ពណ៌ឲ្យបងប្អូនដែលគាត់អត់មានពេលវេលាចាប់មើលកំសាន្តលេងអញ្ចឹងណាអញ្ចឹងនឹងព្យាយាមចេញឲ្យបានច្រើនជាងមុនបន្តិចនេះបងប្អូនមើលឃើញស្អាតហើយអាពួកធំនោះខ្ញុំសិតថាខ្ញុំប្រកាសខ្លួនឯងទេហើយតាមពិតខ្ញុំនិយាយចំដែរខ្ញុំមិនមែនជាអ្នកស្រឡាញ់ត្រីធំទេខ្ញុំស្រឡាញ់ត្រីទូចតាអញ្ចឹងព្យាយាមប្រកាសត្រីខ្មែរទៅវាទូចត្រីពួកត្រីព្រៃគួយពួកត្រីខ្មែរយើងហ្នឹងអាទូចហ្នឹងព្យាយាមកាត់ហ្នឹងវិញហើយនឹងត្រៀមទៅថ្ងៃទៅពេលប្រជុំទៅចាប់យកត្រីមកពីកំពង់ត្រាច់យកមកប្រកាសសិនហើយក៏ត្រៀមនឹងចាប់នៅកំពង់សោមយើងធម្មតាដែរហើយនេះពួកខ្ញុំអានេះខ្ញុំចិញ្ចឹមនេះធម្មតាណាវាមិនស្អាតអីទេទៅថ្ងៃនេះតាមើលអាប្រៀបធៀបជាមួយនឹងអាត្រីខ្មែរយើងបានឃើញត្រីខ្មែរយើងស្អាតធ្វើយើងមានអារម្មណ៍ខ្លាំងស្អាតដាច់ទាំងសកាទាំងអីធម្មជាតិវាហើយកដងនេះខ្ញុំទិញមកពីចិនណាកដងនេះមានកពៀតខ្លះតែវាស្អាតម្យ៉ាងនេះកដងអាកដងជ្រុងណាមានកដងតោះបងប្អូនកុំនិយាយច្រើនខ្ញុំនិយាយពីត្រីម្ដងនេះបងប្អូននេះអានេះខ្ញុំដាក់ជើងកាមេរ៉ាបិឈរដើម្បីព្យាយាមចាប់ប្លង់វាកុំឲ្យងើបងប្អូននេះហើយបងប្អូនដែលគាត់អត់ដែលបានចាប់ត្រីឬក៏ត្រីក្រឹមតាមព្រៃតាមស្រែអីហ្នឹងណាបាទខ្ញុំគិតថាបងប្អូនប្រហែលជាចង់ដូចគ្នាតែគាត់ថាពេលខ្លះយើងអត់មានទីតាំងហើយបងប្អូនចាប់ទៅសុបាយហើយចាំមើលវាស្អាតវាស្អាតពណ៌គេនឹងអេមធម្មជាតិសុទ្ធសាធបងសកាព្យាយាមនឹងខ្ញុំព្យាយាមបង្កាត់វាបានស្អាតទុកចាំបងខ្ជិលចាំពូជអីច្រើនចាំតែត្រីខ្មែរបានលើកស្ទួយត្រីខ្មែរម្ដង